បងប្អូនអរគ្នាសារតែមានការសំណូមពរពីបងប្អូនយើងមួយចំនួនដែលគាត់ឃើញខ្ញុំលេង solo bot ច័ន្ទអើយខ្ញុំលេងមក clear បន្តិចណាប៉ុន្តែដល់វិញនេះយើងចេះតែមក clear ហ្នឹងដូចចេះទាំងអស់ហ្នឹងដោយសារតែ bot ហ្នឹងវាលំនាំជាងហ្នឹងតែមួយនេះយើងលេងដើរទៅលេងបានដែរហើយចំពោះការលេងសម្រាប់ខ្ញុំបើសម្រាប់អ្នក beginner ដែលហាត់ដៃមានដៃសោះហ្មងយើងពិបាកលេងតែបើសម្រាប់តែអ្នកដែលគាត់អាចរត់រៀនដៃស្ទាត់ដែរណាខ្ញុំដល់ហើយដែរហើយគាត់តែអត់ស្គាល់ខ្ទង់ស្គាល់អីរបៀបលេងអាហ្នឹងមើលទៅគាត់ថាអាចលេងបានហើយបើអ្នកអត់សោះហ្មងក៏អាចហាត់លេងបានតែគាត់ថាប្រើពេលយូរអញ្ចឹងវាមិនអាចទៅភ្លាមបានទេព្រោះហ្នឹងវាត្រូវការដៃយើងរត់លឿនបន្តិចអញ្ចឹងទៅដើម្បីឲ្យវាទាន់ពេលមាននៃបទចម្រៀងហ្នឹងកន្លែងខ្លះវាត្រូវញាប់កន្លែងខ្លះត្រូវយឺតបើយើងអត់សូវស្ទាត់យើងមានបានប៉ុន្តែវាអត់សូវប្រូទេវាយឺតទេវាអាចមិនទាន់ពេលវេលាយើងស្ដាប់ទៅពាក់ស្ដាប់អីអញ្ចឹងទៅប៉ុន្តែបើយើងចង់រៀនពិតប្រាកដវាអត់ពិបាកមែនទេគេថាយើងហាត់រត់រៀនដៃនេះប្រហែលជា3ថ្ងៃអីទៅឲ្យស្ទាត់តែបើយើងថាមួយថ្ងៃនឹងយើងចង់រត់ឲ្យតឲ្យបានហ្មងរត់មួយថ្ងៃក៏បានដែរប៉ុន្តែតច្រើនម៉ោងថា1ម៉ោងមិនអាចយើងថ្មីចែកហ្មងតែបើយើងចេះខ្លះអាចទៅរួចហើយខ្ញុំចែកលេខបទពិសោធន៍ឲ្យខ្ញុំលេងហើយខ្ញុំក៏មិនជាអ្នកជំនាញទេណាគាត់តែខ្ញុំហាត់លេងខ្លួនឯងហើយខ្ញុំរាវខ្លួនឯងខ្ញុំក៏ទៅជាស្ដាប់រាវទេសូម្បីតែរត់ scale ហ្នឹងក៏ខ្ញុំអត់រត់ដែរខ្ជិលខ្ញុំអត់សូវចូលចិត្តរត់ scale រត់អីខ្ជិលហើយខ្ញុំរត់ scale តែមួយឯងហៅបងតាតំណិចអញ្ចឹងសម្រាប់បត់ចាន់អើយនេះបើបងប្អូនគ្នាចង់ហាត់លេងខ្ញុំបង្ហាញបានយើងរត់តែ scale បងតាតំណិចមួយទៅយើងអាចលេងបានដល់ព្រោះបាននោះវាលេងនៅក្នុង scale មួយនឹងមួយហើយ scale ហ្នឹងស្រួលឲ្យប្រវាក់ចាំសោះយើងចង់រត់នៅខ្ទង់ណាក៏បានដែរបងប្អូនគេហៅបងតាតំណិចហ្នឹងរត់នៅខ្ទង់នេះក៏បានរត់ខ្ទង់នេះខ្ទង់ណាក៏បានដែរហើយបត់ចម្រៀងមួយហ្នឹងលេងនៅខ្ទង់ណាក៏បានដែរគាត់ថាបើយើងលេងនៅលើសលេងវាធំអញ្ចឹងទៅយើងលេងមកក្រោមសលេងវាតឹងទៅហៅសលេងខ្ពស់បើទៅលើអញ្ចឹងគេហៅសលេងទៀបធូអញ្ចឹងហ្នឹងហើយអញ្ចឹងរត់អញ្ចឹងបងប្អូនបាយខ្វល់ថារត់មកខ្ទង់ណាបងចង់រត់ខ្ទង់ណាក៏បានដែរនេះខ្ញុំគាត់ជាឧទាហរណ៍ខ្ញុំរត់នៅនេះទៅដោយសារតែនេះខ្ទង់គៀកកាលណាខ្ទង់គៀករៀមដៃយើងនឹងអត់សូវហែកខ្លាំងយើងរត់ដល់នេះវាហែកធំអញ្ចឹងបងអ្នកដែលគាត់អត់ធ្លាប់បាក់ហែកអញ្ចឹងយើងអាចរត់មកដល់ក្រោមនេះក៏បានដែរក៏បានដែរបងប្អូននេះគាត់ថារៀមដៃអាចហែកទៅបានណាខ្ញុំជួយចិត្តលេងនៅម្ដុំកណ្ដាលនេះប៉ុណ្ណឹងគឺរៀមដៃខ្ញុំល្មមវាសូវហែកពេកអញ្ចឹងខ្ញុំប្រាប់ពីបងតាតំណិចអញ្ចឹងបងប្អូនបាច់ខ្វល់ថានៅខ្ទង់ណាបើយើងថ្មីណាហើយយើងរត់ទៅឧទាហរណ៍ថាហើយរត់ដូចគ្នាទាំងអស់នឹងខុសគ្នាព្រោះថាខ្ញុំចាប់ដើមរត់ពីនេះខ្ញុំចាប់ដល់នឹងមួយតមកទៀតខ្សែទី6ហ្នឹងយើងម្លង2គាត់មក1 2 1 2អាខ្ទង់ទី3យើងចាប់អញ្ចឹងម្លង1 2ហើយគាត់ឲ្យយើងចាប់នេះមកអញ្ចឹងគេហៅមួយអានោះសម្រាប់ខ្សែទី6ដល់ចុះមកខ្សែទី5ចុះមកតឹមគ្នាហ្នឹងថយចុះមកហើយនេះម្លងតែមួយឯងបើដល់ហើយម្លងអានេះមួយអត់ដល់អានេះមុនយើងនេះខ្ទង់ទី5យើងធ្វើនេះអញ្ចឹងម្លង2ខ្សែទី5ម្លង1ខ្សែទី4នេះម្លងមួយទៀតអញ្ចឹងដែរខ្សែនេះគឺដល់តែម្លងយ៉ាងដែរដល់ខ្សែក្រោមនេះយើងម្លង2វិញយើងម្លង2វិញតែមកឃើញហើយមួយទៀតក៏យើងម្លង2អញ្ចឹងដូចគ្នាទៅបងប្អូនចំណាំដល់ប៉ុណ្ណឹងទៅខ្សែទី6ម្លង2ខ្ទង់ដាក់ដៃបន្ទាប់ទៀតម្លងតែ1ខ្ទង់ខ្សែទី5ខ្ទង់ទី4ម្លង1ដែរទី3ម្លង1ដែរទី4នេះទី4នេះអានេះទី2សុំទោសទី2នេះយើងម្លង2វិញម្លង2ហើយខ្សែចុងក្រោយនេះយើងម្លង2អញ្ចឹងរត់តែប៉ុណ្្នឹងហើយរត់នៅខ្ទង់ណាក៏ដែររត់អញ្ចឹងដូចគ្នាអត់ខុសគ្នាអញ្ចឹងខ្ញុំអត់ឲ្យមើលគេម្លង2ម្លង1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 ហើយយើងរត់ថយវិញណាប៉ុណ្ណឹងហើយរត់នៅខ្ទង់ណាក៏បានដែរហើយស្ទែគឺអញ្ចឹងដូចគ្នាលើខ្សែទី6នេះយើងម្លង2ហើយម្លង1ម្លង1ម្លង1
ថយវិញមនុស្សអ្នកថ្មីគឺអត់តនេះយឺតយើងទៅរកដៃនេះអត់តែប៉ុណ្ណឹងគឺលេងបត់មួយនឹងបានអញ្ចឹងបងប្អូនអរគ្នាយល់ហើយមិនបាច់ខ្វល់ថាលេងនៅក្នុងណាដូចខ្ញុំថាអញ្ចឹងក្នុងណាក៏បានដែរចង់លេងមកដល់ក្រោមនេះក៏បានដែរដៃយើងហើយយ៉ាប់ដល់យើងដល់ក្រោមនេះតែតម្រងគឺនៅតែអញ្ចឹងដែរទេមានន័យថាទី6 46ម្លង2ខ្ទង់ហើយខ្សែទី5ម្លង1ទៅសម្លេងវានៅដែរនេះគាត់ថាវាដូចសម្លេងយើងលេងមកដល់ក្រោមនោះវាខ្ពស់ហាមលេងខ្ពស់តាក់ណាតោះឥឡូវយើងអនុវត្តទៅលេងបាត់ហ្នឹងមកហើយសង្ឃឹមថាអ្នកដែលអាចគាត់ដែលចេះខ្លះមួយទៅយល់ថាបាត់ហ្នឹងយើងលេងបានហើយលេងហើយពេលខ្ញុំរៀននេះរៀនហើយចេះក៏អត់ភ្លេចទេចាំភាសាយើងជាយើងចាំហើយយើងគេថាប្រើតិចគឺយើងចាំឡំអញ្ចឹងវានៅក្នុង scale មួយហ្នឹងហើយតែទៀតទីខ្ញុំប្រាប់ពីតម្រង scale ដែលរឿងរត់លេងមួយហ្នឹងអញ្ចឹងបាច់ខ្វល់ថានៅខ្ទង់ណាទេដូចខ្ញុំថាអញ្ចឹងគាត់ថាសម្លេងវាខុសគ្នាមានតាំងមានធូរអញ្ចឹងទៅហើយលេងអញ្ចឹងឥឡូវទៅហើយមើលយើង scale នេះរត់យ៉ាងហ្នឹងយើងម្លង2ម្លង1ម្លង1ម្លង1ដល់នេះម្លង2ខ្ទង់ម្លង2ខ្ទង់អញ្ចឹងដល់ពេលយើងលេងចាប់ពីហ្នឹងទៅឯងចាប់ពីខ្សែដែលយើងរត់មិញរត់មកប្រឡោះហ្នឹងអញ្ចឹងយើងចាប់ឡើងហ្នឹងមកនឹង1នេះ2ចាក់ហ្នឹងបងប្អូនដល់នេះប្រើទីជាតិតាមចេញបានហើយចាអើយហើយនៅក្នុងអា scale មិញហ្នឹងម្លង2ដែលខ្ញុំប្រាប់មិញហ្នឹងម្លង2ខ្ទង់ហ្នឹងហើយយើងចុះមកក្រោមនេះមួយខ្សែក្រោមនៅខ្ទង់ហ្នឹងដែរនៅខ្ទង់ក្នុង scale យើងដែរហើយឡើងមកលើវិញយើងចាំមុនហ្នឹងហើយនេះមកដល់លើនេះមកដល់ក្នុង scale យើងហ្នឹងម្លង1ចុះទៅក្រោមហ្នឹងខ្សែហ្នឹងវិញដែរតែមានតាណាទេលេងនៅក្នុង scale ហ្នឹងតោះឥឡូវយើងលេងទៅទៀតគឺលេងនៅប្លុកក្នុង scale ដែលយើងលេងហ្នឹងបងយើងបាច់តន់ឲ្យលាស់បានយើងកេះស្ដាប់សំឡេងសិនណាតោះមកចាំយើងរៀនឲ្យលាស់ហើយយើងកេះត្រង់សិនចេញជាសំឡេងសាច់ភ្លេងបាននៅក្នុង scale ហ្នឹងអស់អត់មានបណ្ណាក្នុងអា scale ដែលខ្ញុំប្រាប់រត់នោះគឺនៅប្រឡោះហ្នឹងមកអត់មានដៃហ្នឹងគឺអត់មានរត់ទៅណៃឆ្ងាយអញ្ចឹងងាយបំផុតអញ្ចឹងអាមិញខ្ញុំលេងត្រង់ហើយខ្ញុំអត់ឲ្យលាស់ហើយអញ្ចឹងបងប្អូននេះចង់អភិវឌ្ឍទៀតរៀនឲ្យលាស់បើអ្នកចេះឲ្យលាស់ហើយឲ្យលាស់យកហ្មងទៅយើងដឹងថាបត់ហ្នឹងយើងចាំ melody វាគឺថាចាំអើយនេះអូអញ្ចឹងយើងត្រូវឲ្យលាស់ហើយគេមើលអើយហ្នឹងយើងអូយើងត្រូវការលាស់អញ្ចឹងតែប៉ុណ្្នឹងទេតិចនេះហ្នឹងយើងគ្រាន់តែយើងចេះបត់ហ្នឹងទៅហើយយើងពេលឡៃណាដែលអូយើងឲ្យលាស់ទៅវាទៅមានប៉ុណ្ណឹងហើយបងប្អូនអរគ្នាមកយល់អត់បាទយើងចាំជួយខ្ញុំណាចាំមើលខ្ញុំ note tape ឲ្យអា scale នឹងឲ្យមើលមកឲ្យរៀនចុចមកសញ្ញាច្បាស់តែខ្ញុំគិតថាដូចជាងាយសំខាន់បងប្អូនត្រូវទិញប័ណ្ណចម្រៀងដែរប័ណ្ណចម្រៀងចាំអើយនោះចាំក្នុង melody នៅក្នុងបច្ចេកយើងណាដល់ពេលយើងកេះទៅយើងដឹងថាគ្រាប់ហ្នឹងនៅឡើយណាមួយទៀតមិញខ្ញុំបានប្រាប់ថាលេងខ្ទង់
còn mạch khoa chắc mấy nhung ly được rồi chẳng là đó nhung cái hai ly nó khó một tiền phải bao đó nhưng cái lý tụi nó anh thầy mình tập miệng đôi thật này còn là sẽ lấy như này tăng kiền được khô chẳng lý nó tùm rung chẳng này coi như bọn coi này lý nó nặng nã đô chạp lửa nặng chẳng anh có này thấy những lý thom ra chắc hiểu scale của họ đây là kia này ok ở con trả nó nghe bà xin chị hạt vô chọn bàn cái hạt lên technique hạt bên cũ với nhóm hiện lên được luôn ai làm đó ai chờ comment vẽ món trong hiện trên điện nào technique xem con trai bye bye